លុយ$20បុរសជាអ្នកនិយាយដែលមានប្រជាប្រិយភាពម្នាក់បានចាប់ផ្ដើមធ្វើបទបង្ហាញរបស់គាត់ជាមួយនឹងលុយ$20នៅក្នុងសាលមានមនុស្សប្រមាណជាង200នាក់កំពុងរងចាំគាត់និយាយគាត់លើកกระดาษប្រាក់ឡើងបង្ហាញហើយសួរទៅមនុស្សនៅក្នុងសាលនោះថានរណាខ្លះចង់បានលុយ$20នេះមនុស្សស្ទើរទាំងអស់គ្នាលើកដៃបន្ទាប់មកគាត់ពោលទៀតថាខ្ញុំនឹងឲ្យលុយ$20នេះទៅមនុស្សម្នាក់ក្នុងចំណោមអ្នកទាំងអស់គ្នាតែជាដំបូងខ្ញុំត្រូវធ្វើបែបនេះសិននិយាយរួចគាត់បានប្រើដៃញីក្រដាស់ប្រាក់នោះឡើងទក់ហើយសួរសំណួរដដែលទៅអ្នកស្ដាប់មនុស្សក្នុងសាលនៅតែចង់បាន$20នោះដោយលើកដៃសឹងតែទាំងអស់គ្នាម្ដងនេះគាត់ទម្លាក់ក្រដាស់ប្រាក់ទៅលើកម្រាលដោយយកជើងជន់ហើយញីទៀតធ្វើឲ្យលុយ$20នោះកាន់តែខ្ទេចនិងក៏ខ្វក់ជាខ្លាំងរួចគាត់ក៏ចាប់កាន់លុយនោះបង្ហាញទៅអ្នកស្ដាប់ដោយសួរសំណួរដដែលមនុស្សទាំងអស់នៅតែលើកដៃឡើងគាត់បាននិយាយបន្តថាអ្នកទាំងអស់គ្នាខ្ញុំទៅតែបង្ហាញអ្នកទាំងអស់គ្នាពីមេរៀនដ៏សំខាន់មួយមិនថាខ្ញុំធ្វើយ៉ាងម៉េចទៅលើលុយនេះអ្នកទាំងអស់គ្នានៅតែចង់បានវាព្រោះថាទោះបីជាវាទក់ខ្ទេចខ្ទីឬប្រឡាក់វាមិនបានធ្លាក់តម្លៃនោះទេពោលគឺលុយនេះនៅតែមានតម្លៃ$20ដដែលបើប្រៀបធៀបនឹងជីវិតរបស់យើងមានពេលខ្លះជីវិតយើងត្រូវបានធ្វើឲ្យខ្ទេចខ្ទីខ្ញុកខ្ញៅនិងក៏ខ្វក់ដូចលុយនេះអញ្ចឹងជួនកាលយើងអាចសម្រេចចិត្តខុសឬដោះស្រាយបញ្ហាមិនចេញក្នុងកលៈទេសៈអាក្រក់បំផុតយើងគិតថាខ្លួនយើងលែងមានតម្លៃតទៅទៀតហើយប៉ុន្តែចូលគិតថាខ្លួនអ្នកប្រៀបដូចជាក្រដាស់ប្រាក់នេះអញ្ចឹងមិនថាមានបញ្ហាអ្វីកើតឡើងឬបំរុងនឹងកើតឡើងចំពោះអ្នកតម្លៃរបស់អ្នកនឹងមិនបាត់បង់ទេតម្លៃរបស់អ្នកគឺពិសេសបំផុតហើយកុំបំភ្លេចរំលឹកប្រាប់ខ្លួនឯងគ្រប់ពេលវេលា